ជើងបាទជាបឋមសូមគ្រប់លោកនាយកជាស្ថានគណៈអធិបតីអស់លោកស្រីនិងអង្គភិទាំងមូលជាទីគោរពពលនិស្សិតជាបេក្ខជនទាំងអស់ដែលនឹងត្រៀមការពារនៅគម្រោងសារណាបញ្ចប់ការសិក្សាថ្ងៃនេះជាទីមេត្រីថ្ងៃនេះវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជាមានសេចក្តីសោមនស្សរីករាយឥតឧបមាដែលវិទ្យាស្ថានបានរៀបចំពិធីការពារគម្រោងសារណាបញ្ចប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្របច្ចេកទេសជំនាញវិស្វកម្មអគ្គិសនីចំនួន5និងវិស្វកម្មសំណង់ស៊ីវិលចំនួន4នៅក្នុងឆ្នាំសិក្សា2025-2026ក្នុងឱកាសនេះខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយសូមគោរពរាយការណ៍ជូននៅសកម្មភាពចងក្រងនៅគម្រោងសារណាបញ្ចប់ការសិក្សារបស់និស្សិតនិងលទ្ធផលគម្រោងសារណាជូនគណៈអធិបតីមានដូចខាងក្រោមនៅក្នុងឆ្នាំសិក្សា2025-2026វិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជាមានជំនាញចំនួន2គឺជំនាញវិស្វកម្មអគ្គិសនីចំនួន5និងជំនាញវិស្វកម្មសំណង់ស៊ីវិលចំនួន4ក្នុងឆ្នាំសិក្សា2025-2026ហើយនិស្សិតដែលបានចុះឈ្មោះនៅសមការសរសេរសារណាមានចំនួន45រូបនៅក្នុងនោះស្ត្រីគឺមាន7រូបប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះនិស្សិតបានបំពេញលក្ខខណ្ឌនិងមានសិទ្ធិពេញលេញក្នុងការពារគម្រោងសារណាមានចំនួន45រូបស្ត្រី7រូបនៅក្នុងនោះជំនាញនីមួយៗបានបែងចែកជាក្រុមនិងប្រធានបទគម្រោងសិក្សាស្រាវជ្រាវដោយមានគោលបំណងនិងអត្ថប្រយោជន៍និងវិសាលភាពជាក់លាក់នៅក្នុងគម្រោងសារណារបស់ខ្លួនគណៈអធិបតីនិងអង្គវិធីទាំងមូលជាទីគោរពចំពោះប្រធានបទគម្រោងសារណាសិក្សាស្រាវជ្រាវទាំងនោះត្រូវបានជ្រើសរើសនិងកំណត់ដោយសាស្ត្រាចារ្យឬជ្រើសរើសដោយក្រុមនិស្សិតផ្ទាល់ដោយមានការយល់ព្រមពីសំណាក់សាស្ត្រាចារ្យដឹកនាំសាស្ត្រាចារ្យពិគ្រោះយោបល់ក្រោមការត្រួតពិនិត្យនិងឯកភាពពីប្រធាននិបាតតំងជំនាញនីមួយៗប្រធានបទគម្រោងសារណានីមួយៗត្រូវបានឆ្លុះបញ្ចាំងពីស្ថានភាពបច្ចេកទេសនាពេលបច្ចុប្បន្នដោយមានគោលបំណងប្រសិទ្ធភាពនិងវិសាលភាពជាច្រើនដែលបានកំណត់វិសាលភាពជាក់លាក់នៃដែនកិច្ចការស្រាវជ្រាវរបស់គម្រោងសារណាម្យ៉ាងវិញទៀតការសិក្សាស្រាវជ្រាវនិងចងក្រងគម្រោងសារណាបានបង្ហាញបន្តចំណេះដឹងចំណេះធ្វើនិងបទពិសោធន៍ក្នុងការបង្កើតថ្មីគម្រោងសារណានេះបានបង្ហាញម្យ៉ាងទៀតគឺជាបន្ទុំនៃការអនុវត្តកិច្ចការស្រាវជ្រាវរុករកនិងប្រមូលទិន្នន័យដើម្បីគ្រប់គ្រងនៅគម្រោងសារណារបស់ខ្លួនគណៈអធិបតីអង្គវិធីទាំងមូលជាទីគោរពចំណុចសំខាន់ក្នុងសៀវភៅសារណានៃការសិក្សាស្រាវជ្រាវរបស់និស្សិតបានរំលេចឡើងនៅចំណុចគោលមានដូចខាងក្រោមទី1ចំណងជើងនៃប្រធានបទដែលគេហៅថា Title of Topic Introduction Objective of Study វិសាលភាពនៃការសិក្សាស្រាវជ្រាវ Scope of the Study Benefit of the Study និងការសិក្សាបែបទ្រឹស្ដី Literature Review វិធីសាស្ត្រសិក្សាស្រាវជ្រាវលទ្ធផលនិងវិភាគទិន្នន័យនិងសេចក្តីសន្និដ្ឋានការផ្ដល់យោបល់បន្ទាប់ពីការឆ្លងកាត់ត្រួតពិនិត្យរបស់សាស្ត្រាចារ្យដឹកនាំនិងពិគ្រោះយោបល់ព្រមទាំងជាប់ជាមួយនឹងឯកសារយោងនឹងឧបសម្ព័ន្ធថែមទៀតផងគណៈអធិបតីអង្គវិធីទាំងមូលជាទីគោរពចំពោះលក្ខខណ្ឌនៃការវិនិច្ឆ័យនៃការដាក់ពិន្ទុត្រូវបានកំណត់បែងចែកជាពីរផ្នែកសំខាន់ឲ្យមានតម្លាភាពប្រកបដោយភាពត្រឹមត្រូវសុក្រឹតភាពយុត្តិធម៌មានដូចខាងក្រោមផ្នែកទី1និន្នាឆន្ទានុសិទ្ធិរបស់សាស្ត្រាចារ្យដាក់ពិន្ទុផ្ទាល់ជាមួយនឹងការចងក្រងសិក្សាស្រាវជ្រាវសៀវភៅសារណារបស់និស្សិតដោយផ្អែកលើការណាត់ជួបគ្រូសាស្ត្រាចារ្យដឹកនាំនិងគ្រូពិគ្រោះយោបល់2ការចូលរួមដល់សិក្សាស្រាវជ្រាវការសាមគ្គីភាពទៅក្នុងនៃការចែករំលែកនៅក្នុងក្រុម4និងគោរពយោបល់និងអនុលោមទៅតាមវិធីសាស្ត្ររបស់សាស្ត្រាចារ្យដឹកនាំពិគ្រោះយោបល់ទី5ផ្ដួចផ្ដើមនិងបំផុសពិនិត្យធ្វើរបាយការណ៍សិក្សានិងសារណា
ទី7អាស្រ័យតំណែងជាមួយនឹងសាស្ត្រាចារ្យនិងសមាជិកក្រុមផ្នែកទី2សំខាន់ផងដែរលក្ខណៈវិនិច្ឆ័យលើការសរសេរនិងសមត្ថភាពធ្វើការបទបង្ហាញការសរសេរគម្រោងសារណាផ្ដល់បន្ទុក 50% ទី1សិភៅចាំបាច់ត្រូវមានសេចក្តីដើមទី2ខ្លឹមសារនៃសារណាទី3ការច្នៃប្រឌិតថ្មីទី4សេចក្តីសន្និដ្ឋាននឹងការផ្ដល់យោបល់អនុសាសន៍ត្រឹមត្រូវនិងឯកសារយោងនិងឧបសម្ព័ន្ធផ្នែកទី2លទ្ធផលការពីរបាយការណ៍ត្រូវបានទទួលបាន50បន្ទុកស្មើនឹង 50% ទី1បងប្អូនត្រូវរៀបចំខ្លួនអាកប្បកិរិយាមានបានសម្គាល់និស្សិតឯកសណ្ឋានរបស់វិទ្យាស្ថាន2ការឡើងការពីធ្វើយ៉ាងម៉េចឲ្យមានភាពទាក់ទាញចាប់អារម្មណ៍មានកិច្ចវកិច្ចរវាងសាស្ត្រាចារ្យគណៈកម្មការនិងបងប្អូនផ្ទាល់ខ្លួនផងដែរបន្តទៀតគឺការបញ្ជូលនិងការបកស្រាយគឺមិនឲ្យមានការច្បាស់ក្នុងអត្ថន័យនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនទី2ត្រូវការប្រើប្រាស់សំឡេងឲ្យបានច្បាស់មុតនិងលឺនិងកាយវិការដ៏ល្អផងដែរនឹងមានភាពជឿជាក់លើខ្លួនឯងហើយការមានជឿជាក់ខ្លួនឯងលើកលែងតែបងប្អូនមានភាពច្បាស់លាស់នៅក្នុងកិច្ចការស្រាវជ្រាវស៊ីជម្រៅទៅលើគម្រោងការសិក្សាស្រាវជ្រាវរបស់បងប្អូនហើយនឹងមានសេចក្តីបញ្ចប់នឹងការផ្ដល់អនុសាសន៍ឲ្យបានត្រឹមត្រូវអ្វីដែលសំខាន់មួយទៀតនោះគឺការគ្រប់គ្រងពេលវេលាការឆ្លើយតបផ្ទាល់ខ្លួនផងដែរគណៈអធិបតីអង្គវិធីទាំងមូលជាទីគោរពបងប្អូននិស្សិតទាំងអស់ជាទីមេត្រីដំណើរការនៃការគ្រប់គ្រងនិងសរសេរសារណាបញ្ចប់ការសិក្សារបស់និស្សិតក៏មានបញ្ហាប្រឈមមួយចំនួនផងដែរកំឡុងពេលដំណើរការនោះរួមមាននិស្សិតមួយចំនួនទៅធ្វើការកំឡុងពេលម៉ោងសិក្សាបានមករៀនមិនទៀងទាត់ពិបាកទំនាក់ទំនងជាមួយសាស្ត្រាចារ្យដឹកនាំសាស្ត្រាចារ្យពិគ្រោះនិងការិយាល័យអភិវឌ្ឍកម្មវិធីសិក្សាដែលជាសេនាធិការរបស់វិទ្យាស្ថានសម្របសម្រួលក្នុងកិច្ចការនេះផងដែរហើយម្យ៉ាងទៀតគឺអវត្តមានច្រើននៅក្នុងការម៉ោងសិក្សាគុណភាពសិភៅគម្រោងសារណារបស់និស្សិតនៅមានកម្រិតសាស្ត្រាចារ្យដឹកនាំនិងពិគ្រោះយោបល់មួយចំនួនពុំសូវច្បាស់អំពីសេចក្តីណែនាំនៃការសរសេរគម្រោងដោយមានចំណុចខ្វះខាតទៅលើណា platform របស់គម្រោងដែលការិយាល័យជូនទៅដូចជាអក្ខរាវិរុទ្ធដូចជាពណ៌ដូចជា margin ផងដែររាល់ការផ្ដល់ព័ត៌មាននិងដំណឹងផ្សេងៗដល់និស្សិតdepartmentបាទមិនសូវមានព័ត៌មានទូលំទូលាយនិងមានចំណុចខ្វះខាតមួយចំនួនជាពិសេសគឺសហការឆ្លើយតបនឹងព័ត៌មានត្រឡប់របស់និស្សិតdepartmentផងដែរនិស្សិតមួយចំនួនអសកម្មនៅក្នុងការទំនាក់ទំនងនិងសាកសួរព័ត៌មានផ្សេងៗទៅកាន់សាស្ត្រាចារ្យទាំងនោះនិងdepartmentជំនាញព្រមទាំងការិយាល័យជំនាញផងដែរនិស្សិតមួយចំនួនមានកំហុសបច្ចេកទេសនៅលើការបំពេញណាទម្រង់បែបបទអក្ខរាវិរុទ្ធណាពណ៌និងចុះហត្ថលេខាពីសាស្ត្រាចារ្យដឹកនាំពិគ្រោះយោបល់លើការបំពេញផ្នែកចំណងជើងក្បាលទំព័រទំនប់សៀវភៅទំព័របន្ទាប់មិនបានដូចនៅក្នុងplatform របស់ ISO ការតាមដានព័ត៌មានរបស់និស្សិតនៅមានកម្រិតនៅពេលដែលការិយាល័យផ្សព្វផ្សាយព័ត៌មានទៅការទំនាក់ទំនងរវាងសាស្ត្រាចារ្យដឹកនាំនិងពិគ្រោះយោបល់ក្នុងការរៀបចំសៀវភៅពុំសូវបានល្អទេដោយសារតែមានកំហុសច្រើនទាក់ទងទៅនឹងការទំនាក់ទំនងរវាងនិស្សិតហើយនិងសាស្ត្រាចារ្យដឹកនាំកំហុសបទដ្ឋានលើសៀវភៅគម្រោងសារណាមានច្រើនរួមទាំងការសហការក្រុមមិនបានល្អការជួយពិនិត្យនិងកែតម្រូវមិនសូវបានល្អដោយសារតែបញ្ហានិស្សិតគាត់ជាប់រវល់ធ្វើការតាមខេត្តផងដែរនិស្សិតមួយចំនួនបានទទួលពាក្យនិងដាក់ពាក្យមានភាពយឺតយ៉ាវមិនអនុលោមតាមសេចក្តីជូនដំណឹងរបស់វិទ្យាស្ថានគណៈអធិបតីអង្គវិធីទាំងមូលជាទីគោរពបងប្អូនទាំងអស់ជាទីមេត្រីប្រព័ន្ធវិតម្លៃសមត្ថភាពនិងគុណភាពរបស់វិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជាមានលក្ខណៈពិសេសជាងគ្រឹះស្ថានផ្សេងៗនៅកម្ពុជារួមមានប្រឡងឆមាសកិច្ចការស្រាវជ្រាវការចងក្រងសៀវភៅសារណាដែលជាការវិតម្លៃផ្ដល់បន្ទុកពីគណៈកម្មការវិតម្លៃពីសំណាក់សាស្ត្រាចារ្យដឹកនាំនិងមានការប្រឡងចេញគេហៅថាប្រឡង state ផងដែរការពង្រឹងយន្តការគុណភាពការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យស្របទៅគោលនយោបាយបញ្ញកោណនិងជួយធានានៅការបង្កើតកម្លាំងពលកម្មដែលមានគុណភាពដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិតាមគោលការណ៍យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល
វិធានការនេះរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពផលិតកម្មការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ស្តង់ដារជីវភាពរបស់ប្រជាពលរដ្ឋផងដែរដូចនេះការបដិបដាលធ្វើឲ្យប្រព័ន្ធនៃការបដិបដាលនៃវិទ្យាស្ថានស្របតាមគោលនយោបាយបញ្ញកោរបស់រាជរដ្ឋាភិបាលនោះគឺការវិនិយោគដ៏មានតម្លៃធំបំផុតលើមូលធនមនុស្សដែលតម្រូវការសំខាន់បំផុតនៅពេលអនាគតហើយការកសាងនៅសង្គមជាតិមួយឲ្យមានភាពរីកចម្រើនសន្តិសុខដែលប្រជាពលរដ្ឋទូទាំងប្រទេសមានការរីកចម្រើននិងទទួលផលពីការអភិវឌ្ឍជាសកលរបស់ប្រទេសកម្ពុជាយន្តការនៃការវិនិយោគតម្លៃសមត្ថភាពទាំងនេះជាគន្លឹះដ៏សំខាន់បើកទ្វារទៅរកភាពនិងអនាគតដ៏ភ្លឺស្វាងប្រកបដោយចីរភាពសម្រាប់បងប្អូននិស្សិតទាំងអស់ជាទីអវសានខ្ញុំបាទសូមគោរពជូនពរលោកនាយកវិទ្យាស្ថានគណៈអធិបតីនិងអង្គវិទ្យាទាំងមូលព្រមនិស្សិតទាំងអស់ជាទីមេត្រីជាទីគោរពសូមឲ្យជួបប្រទះសំប្រកបតែសេចក្តីសុខសេចក្តីចម្រើនជោគជ័យគ្រប់ភារកិច្ចនិងសូមជួបប្រទះនឹងពុទ្ធពរទាំងឡាយ5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីគ្លៀងគ្លាតឡាយនៅក្នុងឱកាសនេះផងដែរខ្ញុំបាទវិជ្ជមានកិត្តិយសសូមគោរពអញ្ជើញលោកនាយកវិទ្យាស្ថានវិតាថ្លែងសន្ទរកថាការផ្ដល់អនុសាសន៍និងបើកកម្មវិធីការពារគម្រោងសារណាបញ្ចប់ការសិក្សារបស់និស្សិតសូមគោរពអញ្ជើញ